ខ្លះឌី500វ៉ាត់បាទខ្លះឌី500វ៉ាត់នេះវាកំពុងតែល្បីខ្លាំងហើយក៏ជាងគាត់ខ្លះមួយចំនួនគាត់ប្រអាប់គ្នាខ្លាំងដែរគាត់ថានេះអា100វ៉ុលនេះអា100វ៉ុលហ្នឹងកង់ដង100វ៉ុលហ្នឹងគាត់ថាប្រើអត់កើតទេហើយអ្នកខ្លះគាត់ថាប្រើបានតាមតែគាត់អញ្ចឹងហើយអ្នកខ្លះទៀតគាត់ថាប្រើអា80វ៉ុលល្អប្រើជាងអញ្ចឹងប៉ុន្តែសម្រាប់ខ្ញុំគឺកង់ដងអាទៅនេះកង់ដងអាកន្លែងទៅនេះនេះ80វ៉ុលនេះវាមិនមានអីខុសគ្នាទេបងប្អូនគ្រឿងវាដូចគ្នាទាំងអស់គ្រាន់តែថាកង់ដងត្រង់ទៅនេះវានេះត្រង់ទៅនេះវា80វ៉ុលហើយមួយទៀតគឺអត់80វ៉ុលទេគឺ100វ៉ុលនេះកង់ដងទៅហ្នឹង100វ៉ុលអញ្ចឹងពួកអាកង់ដង100វ៉ុលនេះវាស៊ីភ្លើងខ្ពស់បងប្អូនស៊ីភ្លើងខ្ពស់យើងអាចដាក់បានច្រើនខ្ញុំដាក់លើសពី70វ៉ុលតាមតែគេបញ្យល់និងគេ data sheet របស់គេគេលក់គ្រឿងគេថាពី65ទៅ70អញ្ចឹងក៏ប៉ុន្តែសម្រាប់ខ្ញុំដាក់លើស70នេះខ្ញុំដាក់លើស70គឺ70ឡើងនេះខ្ញុំដាក់ព្រោះដុំភ្លើងយើងប្រើភ្លើង75វាចេញមក75នេះ75នេះសម្រាប់ឆ្លងកាត់យ៉ូតហ្នឹងបងប្អូនឆ្លងកាត់យ៉ូតរួចរាល់អស់ហើយវាទៅបាន75នេះ75វ៉ុលក៏ប៉ុន្តែនៅពេលដែលយើងដាក់ភ្លើងចូលពេលខ្ញុំដាក់ភ្លើងចូលតភ្លើងចូលមកត្រង់នេះកន្លែងភ្លើងចូលហ្នឹងនេះភ្លើងចូលមានបូកដកម៉ាស់ហ្នឹងតភ្លើងចូលពឹបអាភ្លើងនៅក្នុងបតរបស់យើងហ្នឹង75វ៉ុលមកសំទោស75វ៉ុលវាដកបាត់5វ៉ុលទៅណាទេនៅសល់តែ70ទេនេះសល់តែ70ទេវាស៊ីអស់5វ៉ុលបាត់ហើយដោយយើងអត់បានធ្វើការអីសោះអត់បានដំណើរការអីសោះស៊ីអស់5វ៉ុលហើយដល់ពេលយើងបើកធ្វើការវាពេលយើងបើកធ្វើការវានៅសល់តែ70វ៉ុលទេមែនទេបងប្អូននេះយើងមកយល់ទាំងអស់គ្នាសល់តែ70វ៉ុលទេដល់ពេលវាធ្វើការពឹបវាលោតមក65វ៉ុល70 65វ៉ុល70វាលោតទៅមកចឹងឯងស្រែតែបាសអុកខ្លាំងអុកតិចហើយអា75វ៉ុល60នេះដោយសារអីរបស់ខ្ញុំប្រើដុំភ្លើងទើបតែភ្លើងចូលហ្នឹង220វ៉ុលហើយចេញពីដុំភ្លើងមកស្មើនឹង70វ៉ុលនេះវានៅសល់70វ៉ុលអញ្ចឹងពេលដែលភ្លើងវានឹង75វ៉ុល65វ៉ុល75វ៉ុល65វ៉ុលហ្នឹងវាប្រើបានអត់អីទេវាខ្លាំងតែដល់ពេលខ្លះភ្លើងវាថយពេលភ្លើងវាថយទៅភ្លើងផ្ទះខ្ញុំវាអត់គ្រប់ទេវាអត់គ្រប់220ទេគឺវាបានតែ200វ៉ុល200វ៉ុលពេលខ្លះ200វ៉ុលបន្តិចទៅដល់ពេលភ្លើងវាចូលមកទៅ200វ៉ុលដល់ពេលវាចេញបានតែ65ទេនេះតាមដែលយើងមើលវាចេញបានតែ65ទេដល់ពេលវាធ្វើការពឹបវាធ្លាក់មក55 65 60គួតអីចឹងដល់ពេលភ្លើង60គួតវាអត់គ្រប់វ៉ុលវាទេវាបើកខ្លាំងបានវាបើកបានតែអាចថាលើសពី50%វាបើកខ្លាំងបានទេវាបើកបានមកមុំហ្នឹងបើសិនតែយើងវាស់ចេញពីនេះយើងវាស់ចេញពីក្រោយអុបលឺខ្ញុំតជា4អូមនេះដល់ពេលយើងវាស់ចេញក្រោយអុបលឺនេះមកខ្ញុំបិទសលេងដល់ពេលយើងវាស់ចេញក្រោយអុបលឺនេះតនិចវានឹងវាឡើងដល់30វ៉ុលជាងពេលដែលសលេងវា30វ៉ុលនេះពេលសលេងវា30វ៉ុលសលេងវានៅស្អាតអត់អីទេតែបើសិនជាយើងបើកឲ្យឡើងលើសពី30វ៉ុលអានឹងសលេងវាលឿនស្នូផុតដល់អញ្ចឹងខ្ញុំសន្និដ្ឋានថាមកពីភ្លើងហើយដើមកំណើតដែលខ្ញុំហ៊ានថាមកពីភ្លើងកាលមុនដំបូងខ្ញុំអត់ទាន់រុំដុំខ្ញុំរុំដុំនៅនេះខ្ញុំអត់ទាន់បានកែដុំភ្លើងវាកាលនោះចេញ38ខ្ញុំដាក់ទៅបាន50ជាងដល់ខ្ញុំរុំឡើងទៅដល់48ដាក់បាន65ភ្លើងវា65នេះភ្លើងវា65ដល់ពេលភ្លើង65វ៉ុលពេលយើងវាយពឹបខ្ញុំដាក់វាស់មើលវាធ្លាក់មក55បើខ្លាំង55ចាប់ដើមមានអាការៈ snow ផុតហើយបើថា45គឺអត់ចេញម្ដងចង្ហាល់វិលតែអត់ចេញទេអញ្ចឹងអានឹងជាក់ស្ដែងគឺអានឹងយើងតាមដានវាទៅខ្ញុំថាមកពីវ៉ុលទេបងប្អូនជាក់ស្ដែងមកពីវ៉ុលទេយើងចូលយើងជ្រើសរើសវ៉ុលវាឲ្យចំបាទហើយអា80វ៉ុលនេះគាត់ថាអ្នកខ្លះគាត់ថាប្រើបានដោយសារអីវាស៊ីភ្លើងតិចបងប្អូនវាស៊ីភ្លើងតិចជាង100វ៉ុលនេះវាស៊ីភ្លើងតិចជាង100វ៉ុល100វ៉ុលនេះហ្វេតវានេះហ្វេតនៅក្រោមផែនតិចនេះបងប្អូនដោះផែនតិចចង់ដឹងនេះមូលខ្ចៅនៅលើចង្ហាល់នេះ3 4ចុចនេះមូលខ្ចៅនឹងចេញ
ហើយលើកផែនតិចចេញនឹងឃើញ fat នៅក្រោមនេះពីរគ្រាប់ហ្នឹងគឺ fat ខុសគ្នា100 volt fat ប្រភេទផ្សេងបាទហើយចំណែកអា80 volt នេះ80 volt នេះពួកនេះនៅក្រោមផែនតិចដូចគ្នានេះ80 volt នេះនៅក្រោមផែនតិចនេះគឺ volt ផ្សេងបាទវាខុសគ្នាគឺ fat ប្រភេទខុសគ្នាហើយវា C volt ខុសគ្នាហើយមើលឲ្យកម្លាំងបាត់ខុសគ្នាបងប្អូននេះសាកមើល